ខ្ញុំសូមអានរឿងជាភាសាអង់គ្លេសនិងខ្មែរវាអាចផ្ដល់ផលប្រយោជន៍ដល់ការសិក្សារបស់បងប្អូនសូមជួយ follow page ខ្ញុំមួយផងដើម្បីទទួលបាននូវអត្ថបទរឿងនិទានថ្មីៗខ្ញុំសូមជូនរឿងឪពុកនិងកូនប្រុសៗរបស់គាត់ The Father and His Son ខ្ញុំអានជាភាសាអង់គ្លេស Wonder why father had 3 sons who were always fighting with each other. No matter how much he tried to stop their argument, they continued to quarrel. The father decided to take them a lesson about the danger of disunity. One day, he asked his son to bring him a bundle of chopsticks tied together. The father gave the bundle of chopsticks to each son and asked them to bring it. Each son tried with all their strength, but none of them could break the bundle. Then the father untied the bundle and handed the chopstick to his son one by one. This time they easily broke the chopstick into pieces. The sons were surprised at how easy it was to break the chopstick when they were separate. The father explained when the chopsticks were tied together, they were strong and unbreakable. But when they were separate, they became weak and easy to break. The same is true for you, my son. If you stay united and help each other, no one can harm you. But if you keep fighting and stay divided, you will be weak and easily defeated. The son understood the importance of unity and promised to work together. This story teaches us that unity is strength when we stand together. We are strong, but when we are divided, we become weak. It reminds us to avoid unnecessary fight and support one another. Whether in a family, a team, or a community, working together make us stronger and help us overcome challenge. ខ្ញុំនិទានជាភាសាខ្មែរឪពុកនិងកូនប្រុសរបស់គាត់កាលពីព្រេងនាយមានឪពុកឆ្លាតម្នាក់មានកូនប្រុស3នាក់ដែលតែងតែឆ្លោះប្រកែកគ្នាទោះបីជាគាត់ព្យាយាមបញ្ឈប់ការឆ្លោះប្រកែករបស់ពួកគេយ៉ាងណាក៏ដោយក៏ពួកគេនៅតែបន្តឆ្លោះគ្នាឪពុកបានសម្រេចចិត្តបង្រៀនពួកគេនៅមេរៀនមួយអំពីគ្រោះថ្នាក់នៃការបែកបាក់គ្នាថ្ងៃមួយគាត់បានឲ្យកូនប្រុសរបស់គាត់យកចង្កឹះមួយបាច់ដែលចងជាប់គ្នាមកឲ្យគាត់ឪពុកបានឲ្យបាច់ចង្កឹះទៅកូនប្រុសម្នាក់ហើយឲ្យពួកគេកាច់បំបាក់វាកូនប្រុសម្នាក់បានព្យាយាមអស់ពីកម្លាំងប៉ុន្តែគ្មាននរណាម្នាក់អាចកាច់បាច់ចង្កឹះនោះបាក់បានទេបន្ទាប់មកឪពុកបានស្រាយបាច់ចង្កឹះហើយប្រគល់ចង្កឹះមួយទៅឲ្យកូនប្រុសរបស់គាត់ម្ដងមួយលើកនេះពួកគេកាច់បាក់ចង្កឹះជាកំណាត់យ៉ាងងាយស្រួល
កូនប្រុសមានការភ្ញាក់ផ្អើលដែលឃើញថាងាយស្រួលកាច់បាក់ចង្កឹះនៅពេលដែលវាដាច់ដោយឡែកពីគ្នាឪពុកបានពន្យល់ថានៅពេលចង្កឹះត្រូវបានចងជាប់គ្នាវារឹងមាំនិងមិនអាចកាច់បាក់បានប៉ុន្តែនៅពេលវាដាច់ដោយឡែកពីគ្នាវាคล้ายជាខ្សោយនិងងាយស្រួលបាក់ណាស់រឿងដូចគ្នានេះក៏ពិតសម្រាប់កូនដែរប្រសិនបើកូនរួបរวมគ្នានិងជួយគ្នាទៅវិញទៅមកគ្មាននរណាម្នាក់អាចធ្វើអន្តរាយដល់កូនបានទេប៉ុន្តែប្រសិនបើកូននៅតែឆ្លោះគ្នានិងបែកបាក់គ្នាកូននឹងคล้ายជាខ្សោយនិងងាយស្រួលចាញ់កូនប្រុសបានយល់ពីសារៈសំខាន់នៃការរួបរวมគ្នានិងបានសន្យាថានឹងធ្វើការជាមួយគ្នារឿងនេះបង្រៀនយើងថាសាមគ្គីភាពគឺជាកម្លាំងនៅពេលយើងឈរជាមួយគ្នាយើងរឹងមាំប៉ុន្តែនៅពេលយើងបែកបាក់គ្នាយើងคล้ายជាខ្សោយវារំលឹកយើងឲ្យជៀសវាងការឆ្លោះគ្នាដែលមិនចាំបាច់និងគាំទ្រគ្នាទៅវិញទៅមកទោះបីជានៅក្នុងគ្រួសារក្រុមសហគមន៍ក៏ដោយការធ្វើការជាមួយគ្នាធ្វើឲ្យយើងកាន់តែរឹងមាំនិងជួយយើងឲ្យយកឈ្នះលើបញ្ហាប្រឈមគំនិតអប់រំសាមគ្គីជាកម្លាំង Unity is strength. Together we are strong, but divided we are weak. សាមគ្គីភាពគឺជាកម្លាំងនៅពេលរួបរวมគ្នាយើងរឹងមាំប៉ុន្តែនៅពេលបែកបាក់គ្នាយើងខ្សោយ Cooperation and teamwork can help overcome any challenge. កិច្ចសហប្រតិបត្តិការនិងការងារជាក្រុមអាចជួយយកឈ្នះលើបញ្ហាប្រឈមទាំងឡាយ Avoid unnecessary quarrel and support each other to achieve success ជៀសវាងការឆ្លោះគ្នាដែលមិនចាំបាច់និងគាំទ្រគ្នាទៅវិញទៅមកដើម្បីសម្រេចបានជោគជ័យអរគុណបងប្អូនអរគុណមិត្តភ័ក្តិបងប្អូនសូមជួយ Subscribe ក្នុង Channel YouTube ខ្ញុំមួយផងទុកជាការលើកទឹកចិត្តដល់ខ្ញុំក្នុងការផលិតវីដេអូជូនចំពោះមិត្តភ័ក្តិបងប្អូនរាល់អត្ថបទលើកទឹកចិត្តនិងរឿងនិទានខ្ញុំដាក់នៅក្នុង Channel YouTube ទាំងអស់សូមអរគុណ